大家好，我叫尹立新，我是一名柬埔寨人。ខ្ញុំឈ្មោះលីលំហេងជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈទូរទស្សន៍នៅសាកលវិទ្យាល័យណានឆានឥឡូវនេះដែរខ្ញុំកំពុងនៅផ្សារធំជាងគេបំផុតនៅខេត្តស្ទឹងត្រែងផ្សារសាមគ្គីស្ទឹងត្រែងផ្សារសាមគ្គីគឺជាផ្សារដែលធំជាងគេនៅក្នុងខេត្តស្ទឹងត្រែងក៏ជាគម្រោងដែលសម្ដេចតេជោហ៊ុនសែនបានសាងសង់ឡើងដើម្បីផលប្រយោជន៍របស់ប្រជាជនផងដែរនៅទីនោះមានតូប600ជាងដែលកំពុងធ្វើអាជីវកម្មមានលក់ទំនិញគ្រប់មុខហើយមានតម្លៃធូរថ្លៃទៀតផងនៅទីនេះយើងឃើញមានផលិតផលជាច្រើនផលិតផលខ្លះនាំចូលពីខេត្តក្រងជោប្រទេសចិននៅទីនេះដែរមានតូបលក់ទូរស័ព្ទប្រមាណតូបខ្ញុំឃើញមានលក់ទូរស័ព្ទម៉ាករបស់ចិនផងដែររដ្ឋាភិបាលបានសាងសង់ផ្សារសាមគ្គីសាជាថ្មីទីនោះមានបរិការគ្រប់ចំនួនអគ្គិសនីមានស្ថិរភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់អ្នកជំនួញនៅទីនោះព្រមទាំងបានបំពេញនៅតម្រូវការរបស់ប្រជាជនគ្រប់រូបរីឯស្ថានីយ៍វារីអគ្គិសនីសេសានក្រោម2នៅខេត្តស្ទឹងត្រែងតាំងពីពេលសាងសង់រួចបានផ្គត់ផ្គង់ថាមពលស្អាតដ៏មានស្ថិរភាពដល់អគ្គិសនីជាតិកម្ពុជារាជធានីភ្នំពេញនិងខេត្តស្ទឹងត្រែងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែច្រើនមានឱកាសប្រើប្រាស់អគ្គិសនីនិងមានជីវភាពកាន់តែប្រសើរហើយមានសុភមង្គលវាផ្សាយជំនុំវាអត់សូវដាច់ភ្លើងដូចអីចឹងណាហើយណាមួយបើអត់សូវដាច់ភ្លើងចឹងការរកស៊ីរបស់យើងហ្នឹងក៏វារលូនទៅតាមហ្នឹងព្រោះគេមកទិញទូរស័ព្ទទិញអីចឹងយើងអាចមានភ្លើងមានប្រើប្រាស់គ្រប់គ្រាន់តែសូវដាច់ហ្នឹងហើយនៅផ្ទះនៅអីយើងប្រើប្រាស់បានធម្មតាវាអត់មានអីអាចអួយលើភ្លើងវាទៅដាច់ទេចឹងរស់នៅសពថ្ងៃហ្នឹងវាដូចជាអត់មានអីពិបាកទេវាស្រួលដូចជាមានផ្លូវថ្នល់មានអីអញ្ចឹងយើងស្រួលដល់តែបានចេញចូលរស់នៅហ្នឹងមានភ្លើងវាគ្រាន់បើជាងអត់ភ្លើងមានភ្លើងហ្នឹងមានភ្លើងវាស្រួលដាក់ចំចាយកូនស្រួលរៀនស្រួលអីចឹងណា